បាទគោរពជំរាបសួរបងប្អូនជាទីស្រឡាញ់ទាំងអស់បាទនេះគឺជាចាយរិស័យបាទចាយរិស័យខ្ញុំហៅចាយរិស័យបាទនេះជាប្រភេទដើមបងប្អូនដើមមួយដើមអញ្ចឹងទៅបាទមានបែកមែកបែកស្លឹកបែកធាងបែកដៃបែកខ្នែងទេបាទមួយដើមត្រង់ភ្លឹងបាទហើយចុងគឺចុងបែបនេះឯងអត់មានត្រួយមានស្លឹកអីទាំងអស់បាទហើយខ្ញុំកាត់យកមកនេះបើកាន់ទាំងដើមយើងដាក់ធ្វើជ្រច្រត់អីក៏បានដែរទុកទាំងដើមក៏ល្អដែរប៉ុន្តែនេះខ្ញុំចង់បានធ្វើជាខ្នាតបតោងហើយខ្ញុំកាត់មកបាទចានៃយ័ន្តគាថាបល័យហើយខ្ញុំហៅថាចាយរិស័យបងប្អូននេះបដូលចុងបដូលបិទចិត្តណាបងប្អូនបិទចិត្តស្អាតទៅចុងចាយចុងចាយដំរីអញ្ចឹងប្រភេទធំខ្ញុំហៅថាភ្លុករិស័យបើប្រភេទតូចយើងហៅថាចាយរិស័យបាទភ្លុកដំរីធំហើយប្រភេទឈ្មោលប្រភេទញីតូចជាងឈ្មោលអញ្ចឹងហៅចាយដំរីអញ្ចឹងទៅហើយរិស័យនេះខ្ញុំហៅអញ្ចឹងដែរបងប្អូនធំហៅភ្លុកតូចហៅចាយបាទនេះត្រៀមចាយខ្នាតបតោងបងប្អូនបតោងចុងមកហើយយើងដាក់ទៅឈរចេះក៏បានដែរបាទចង់ចាហើយនឹងថតជូនបងប្អូននៅវគ្គទី2ទស្សនាម្ដងទៀតបងប្អូនចង់ស្អាតណាស់បិទចិត្តស្អាតណាស់ណាតន់រៀបព្រេងរៀបអីណាបងប្អូនអរគុណ